Bà lấy dương cho mà làm hạt bật top bà chắcនៅក្នុង10 Illustrator នៅក្នុង Medium ទី3នេះបើសិនជាលំហាត់ដែលយើង copy ទៅនឹងវាមានច្រើនយើងសូមលុបចោលទៅវិញទៅក្នុងនឹងមានតែ orange តែមួយទេណាក្រៅពីហ្នឹងគឺសិតតែយើង copy មកជាន់គ្នាយើងធ្វើឲ្យនៅក្នុង homework នៅក្នុងលំហាត់ទី1ទី2មកទេអញ្ចឹងនៅក្នុងលំហាត់ទី3នេះគឺមានមួយទេគឺ orange នេះគឺ orange តែមួយទេបាទនេះអញ្ចឹងយើងមើលលំហាត់នេះទាំងអស់គ្នាបាទរបៀបគូផ្លែក្រូចនេះគូផ្លែក្រូចខ្ញុំបិទអានេះចោលមួយទុកតែមួយបានហើយស្រួលមើលអញ្ចឹងរបៀបគូផ្លែក្រូចអញ្ចឹងយើងឈប់ខ្ញុំទីសិនខ្ញុំគូអូខេលុបនេះចោលមួយសិនអញ្ចឹងយើងមើលនេះមកវាដូចប្រហាក់ប្រហែលមុនដែរទេខ្ញុំអានគ្រប់វាមួយសិនមកនេះបាទនិយាយទៅវាអត់ប្របាក់ប៉ុន្មានទេយើងមើលតាមរៀងណាខ្ញុំអាចទាញចេញមកមើលទៅគឺនេះក្រូចហ្នឹងមកអញ្ចឹងចំពោះរូបនេះណាចំពោះរូបក្រូចផ្លែទាំងមូលនេះគឺយើងចាប់ផ្ដើមយកនេះណាយក ellipse tool ហ្នឹងមកយើងគូសវាមកណាឥឡូវខ្ញុំសេរីវាមកគៀនបន្តិចមិនទុក space គូបាទក្រូចទាំងមូលនេះយើងយក ellipse នេះមកចុច alt shift ណាចុចវាមូលបាទ alt shift មកអញ្ចឹងវាចេញមកពណ៌នឹងស្រាប់ដោយសារយើងមាន gradient យើងលេងនៅខាងនេះហើយស្រាច់ណាយើងចង់ដូរទេក៏ដូរទៅនេះ gradient របស់យើងឃើញទេបាទហើយនេះពេលខ្ញុំដាក់ធម្មតាគឺវាចេញមកតែចេះទេ gradient ហ្នឹងណាពេលយើងគូធម្មតាគឺវាចេញមកចឹងវាអត់នៅចុងនេះទេអញ្ចឹងដើម្បីឲ្យអាពណ៌នេះពណ៌លឿងនេះនៅចុងនឹងបានយើងយកអា gradient នៅខាងឆ្វេងនេះណាយក gradient នៅខាងឆ្វេងនេះមកចុចទៅលើវាមកហើយយើងចាប់អាក្បាលនេះចាប់អាក្បាលឡើងមកចុងនេះមកអញ្ចឹងណាអញ្ចឹងបានហើយណាហើយចំពោះស្លឹកណាស្លឹកវាវិញស្លឹកវាហ្នឹងគឺវាមានលក្ខណៈយើងមើលបន្តិចមកឃើញវាធ្លុះកដាឃើញទេធ្លុះកដាឥឡូវនេះខ្ញុំសូមគូសណាខ្ញុំគូសតាមស្លឹកនឹងមួយសិនគូសតាមស្លឹកនឹងមួយសិនបាទយកតែមួយនឹងទេហើយខ្ញុំនិយាយមួយសិនចំពោះអូខេខ្ញុំគូសស្លឹកសិនណាខ្ញុំស្លឹកខ្ញុំចាប់យកតាមកនោះនឹងមកព្រោះធម្មតារូបយើងអត់ជំនាញគូស្លឹកយើង Illustrator គឺមិនចាំបាច់យើងចេះគូរូបមនុស្សណាយើងត្រូវគូតាមរៀងមិនអត់ទេយើងចង់បានរូបអីយើងអាច download ពីណាពីអ៊ីនធឺណិតមកហើយយើងចាប់ផ្ដើមយកតាមគំនូសវាយកតាមគំនូសវាមកគឺយើងយកមកចាក់ពណ៌បាទយើងយកមកចាក់ពណ៌ណាតាមអ្វីយើងចង់បានរូបណាយើងគូបានរូបណាយើងគូបានគឺយើងគូតាមគំនូសពួកគេមកអញ្ចឹងពេលខ្ញុំបានរូបនឹងហើយចំពោះចំណុចកណ្ដាលនេះណាចំណុចកណ្ដាលនេះគឺខ្ញុំអាចគូសយក pen tool មួយទៀតមកគូសណាខ្ញុំគូសប៉ិនវាយណាខ្ញុំចង់បានខ្ញុំគូសវាយនេះមកខ្ញុំចាប់ក្បាលនេះមកចង់បានវាយហ្នឹងណាអញ្ចឹងខ្ញុំផ្លេចចឹងមកអញ្ចឹងខ្ញុំឲ្យវាកោងប៉ិនដែលខ្ញុំចង់បានមកតូចល្មមមកបាទហើយខ្ញុំចាក់ពណ៌ផ្សេងនេះដើម្បីឲ្យវាមកច្រឡំពណ៌ចាក់ពណ៌ផ្សេងអញ្ចឹងគោលម្ដងរបស់ខ្ញុំគឺខ្ញុំទៅចោះរុននេះបាទចោះរុនហ្នឹងអញ្ចឹងចោះរុនហ្នឹងគឺយើងស្រេចលើវាទាំងអស់មកបាទស្រេចលើវាទាំងអស់មកយើងចុច Shift F7 ណាឬក៏យើងចុចទៅក្នុង Windows យកពាក្យថា Pathfinder បាទហើយយើងយកត្រង់minute គឺវាចូលក្នុងណាយកដល់មកគឺវាធ្លុះហ្មងនេះពាក្យទី2ពាក្យថា minute ណា minute front ចូលក្នុងហើយចេះគឺដូចគ្នាបាទដូចគ្នាយើងយក pen tool យើងគូសបន្តិចទៅណាចុចធំមកគូសឲ្យស្អាតនិយាយទៅឲ្យចំមកគូស pen tool ឲ្យស្អាតយើងអូសវាបន្តិចមកយើងអូសវាឡើងបន្តិចទៅយើងធ្វើដូចមែនតែនទេណាដូចលក្ខណៈអីទៅហើយយើងកាត់ប៉ុណ្ណឹងមកបាទហើយដល់ពេលយើងចង់ផ្ដាច់វាយើងអាចចុច Ctrl C Ctrl V មួយសិនមកយើងទុកដាក់ទៀតចឹងណាចឹងយើងកាត់ម្ដងវាអាចបានច្រើនឥឡូវខ្ញុំកាត់ម្ដងទៅមួយហើយខ្ញុំកាត់ម្ដងពីរឥឡូវខ្ញុំក៏ឧទាហរណ៍ឲ្យខ្ញុំកាត់ខ្លួនឯងណាចឹងខ្ញុំ select ប៉ុណ្ណឹងមកយើងយកអាហ្នឹងដែរគឺវាធ្លុះហើយណាធ្លុះហើយមួយយ៉ាងទៀតយើងអាចប្រើនេះណាអាច enter point មក
add ចំណុចនេះមួយចំណុចនេះមួយមកចំណុច add សងខាងចាប់កដាទាញចូលណាចាប់កដានេះទាញចូលយើងអាចធ្វើចឹងបានមិនក៏ថាវាមិនស្អាតណាវាថាវាមិនស្អាតដូចយើងចង់បានហើយអញ្ចឹងយើងអាចយក pen tool គូសវិញស្អាតជាងណាបាទហ្នឹងអាចនិយាយទៅវាចាញ់ pen tool ទេ pen tool វាធ្វើស្អាតជាងណានេះពីអត់ទេយើងយក pen tool កាត់វិញស្អាតជាងណាបាទអញ្ចឹងពេលយើងបានអញ្ចឹងហើយអាក្បាលនេះយើងប្រើនេះទៅអាដងវានេះយើងអាចគូសថែមប៉ុណ្ណឹងមកណាដាក់បន្ទួយក្រោយវាអញ្ចឹងទៅនេះបាទហើយអាតងមកខមនេះបាទប្រាសគូសតងមួយឆ្វាយចឹងមកណាតងអញ្ចឹងទៅហើយនេះក្បាលវាអញ្ចឹងទៅបាទស្រួចបាទស្រួចក្បាលប៉ុណ្ណឹងអញ្ចឹងទៅជាងតែយើងយក pen tool គូសអីក៏បានដែរអញ្ចឹងអាហ្នឹងប៉ុណ្ណឹងហើយចំពោះនេះម្ដងណាអ្វីដែលគឺអានេះផ្លែក្រូចបាច់បានអានេះមកអញ្ចឹងណាអញ្ចឹងអានេះយើងកាត់ចេញពីអាមូលនេះមកទេណាយើងកាត់ចេញពីអាមូលនឹងមកហើយយើងផ្ដាច់វាអញ្ចឹងទៅឧទាហរណ៍ខ្ញុំCtrl C Ctrl V មួយមកខ្ញុំផ្ដាច់វាបាទយើង add តា answer point នេះមកណាសញ្ញាលេខបូកមកចាប់ចំណុចមួយទៀតណាចាប់ចំណុចវា2ទៅគ្នាមកចាប់បានប៉ុណ្ណឹងចាប់អាកដាណាដល់មកយើងយកកដាអញ្ចឹងមកឃើញទេទាញមកអត់មានប៉ះពាល់មកនេះទេ delete វាចោល delete ចោលមកក្នុងនេះអញ្ចឹងប៉ោងទៅនឹងបាត់ណាបាទអេទៅនេះមួយទៀតមក delete ទៅនេះចោលទៀតណាចាប់អាកដាចាប់ទៅនេះមួយមកអួយនេះឡើងយកស្រួចនេះមកអូខេហើយយើងយកនេះមកស្រែនេះមកកដាវិញយើងស្រែនេះតូចនេះមកចឹងណាទានេះឡើងម្នាក់នេះទានេះបាទទានេះឡើងនេះមកអូខេអញ្ចឹងចំពោះនេះគឺយើងគូសទៅមួយដែរបាទដំបូងឡើងគឺយើងយកនេះយកណា star អាចយកជា star យក polygon ហ្មងទៅយើងคลิกមួយមកយើងយក3ជ្រុងណាយក3ជ្រុងនេះ polygon 3ជ្រុងយើងក្លាប់វាមកក្រោមមកណាតបមកយើង copy វាមួយ Ctrl C Ctrl V មកដាក់កន្លែងនេះទីវាក្លាប់មកក៏បានខ្ញុំខ្ជិលវាយមុំនេះទីវាក្លាប់យកមកចឹងខ្ញុំចាក់ពណ៌ណាយកតាមនេះខ្ញុំយក gradient មកខ្ញុំដូរពណ៌គៀននេះទៅជាពណ៌
ពណ៌លឿងបាទពណ៌លឿងហើយកន្លែងនេះខ្ញុំយកពណ៌លឿងនេះបាទហើយខ្ញុំយកអានេះមកខ្ញុំស្រេបអានេះពណ៌មកចង់មកដែរតោះមកខ្ញុំចង់ចម្លងខ្ញុំចុចលើអាក្រោមសិនហើយខ្ញុំយកធូរច្រឡងនេះចុចលើចូលទៅក្រោមទៀតដាក់នេះបាទប៉ុណ្ណឹងមកបាទខ្ញុំចង់ copy វាជុំវិញខ្ញុំចុច right click ខ្ញុំយកពាក្យថា transform ឬពាក្យថា rotate ណា transform rotate ពេលខ្ញុំ rotate មកខ្ញុំយក preview ហើយខ្ញុំដាក់មុំឧទាហរណ៍ដាក់មុំ30ខ្ញុំចុចពាក្យ copy មកបានមួយទៀតអញ្ចឹងខ្ញុំអាចដាក់ថាមុំright click transform rotate ខ្ញុំដាក់មុំ28ណា28ខ្ញុំ copy មួយមកអញ្ចឹងខ្ញុំចុចនេះចុច control F control F វែងណា F វែងមិនមែន control S ទេ control F បាទ control F ណាអក្សរ F នេះទីចុច control Alt T O control បូកជាមួយនឹងអក្សរ F អញ្ចឹងណាបាទអញ្ចឹងវានឹង rotate តមកទៀតតនេះខ្ញុំអាចថាឥឡូវខ្ញុំចុច control Z មួយសិនខ្ញុំព្រិចអានេះឲ្យវាធំសិនបាទមកវានេះពេកអញ្ចឹងណាម្ដងទៀតខ្ញុំដាក់មក32F ខ្ញុំ copy ម្ដងទៀតសិនបាទទី copy select ជាប់ប៉ុណ្ណឹងហើយចា៎ខ្ញុំ copy យកទៀតមកខ្ញុំចុច control S តែវាជាប់ស្អីវាមិនចេះចេញមកចឹងអូខេវា error ទេឡើយខ្ញុំចុចចេះច្រើនដងចុះដោយសារវាតែពេលខ្ញុំទៅចុច control S គឺវាបានទេតែឥឡូវដោយសារវាអត់បានខ្ញុំនឹងវាជាប់អីទេខ្ញុំចុចធម្មតាចេះសិនបាទអាកតុយមួយយើងសេរីវាថែមតិចទៅណាបានវាស៊ីគ្នាជួយវាបន្តិចទៅព្រោះនេះយើងចាំសេរីវាចំប្លង់ហ្មងនិយាយតែយូរអញ្ចឹងយើងយើងដូចមុនអញ្ចឹងណាយើងយកellipse មកយើងចុច Alt C គូសដោះផ្ទៃចេញណាស្រុកមួយសិនមកដោះផ្ទៃចេញបាទយើងសេរីមកស្អាតមកសេរីវាទាំងអស់អញ្ចឹងណាហើយយើងចុច right click make clipping mask ឃើញទេហើយអញ្ចឹងខ្ញុំបានហ្នឹងហើយខ្ញុំអាចទាញព្រិចព្រមវាបានទេតាមចិត្តនេះព្រិចព្រមវាតែខ្ញុំយកមកដាក់ពីលើបាទអញ្ចឹងប៉ុណ្ណឹងណាយើងអាចក្លាប់អានេះតិចមកយើងចង់ស្អាតយើងក្លាប់អានេះតិចមកឲ្យវាប្រដេកបន្តិចអញ្ចឹងណាប្រដេកអញ្ចឹងហើយយើងដាក់នេះអញ្ចឹងដែរទៅឲ្យវាលោតសេចបន្តិចអញ្ចឹងណាបាទអ
ចឹងលំហាត់នេះគឺសន្មតថាបញ្ចប់ប៉ុណ្ណេះហើយបងអាចខមមិនសួរខាងក្រោមបានណាមិនមានចងល់អីកន្លែងតតងនេះបាទញ៉ាំបានគូឡើងវិញទាំងអស់ទេគាត់តែជាឧទាហរណ៍ខ្លះៗព្រោះវាគូទាំងអស់ view ណាបាទអរគុណ